ចូលមកកាន់តួអក្សរខ្មែរម្ដងទៀតយើងតមកពីអក្សរពោគឺអក្សរផម៉យោអក្សរយោបន្ទាប់មកទៀតរឡវសហឡគួរចេញក្រៅចុងក្រោយគឺអក្សរអចឹងយើងអានទាំងអស់គ្នាកខគខងចឆជឆញដថដធណតថតធណបផពផមយោរឡវសហឡអកខកខងចឆជឆញដថដធណតថតធណបផពផមយោរឡវសហឡអ